អាចថានិស័យក៏ថាបានមកណាដូចជាបងអូនប្រុសដែលគាត់នៅខាងស្រុកបន្ទាយមាសបាត់ឃុំសំរងលើភូមិបរិវាសបាត់ខេត្តកពតយល់ទៅខ្ញុំមកបើករង្វាន់ជូនគាត់នេះអត់នេះទេអត់តាក់តងបានតែកុំចូលឆាតក៏មិនចូលមើលដោយសារគាត់បិទដាក់យន្តហោះដោយសារតែភ្លៀងបាត់កខ្លាំងអញ្ចឹងគាត់បិទដល់ហើយខ្ញុំថាខ្ញុំត្រឡប់ទៅពេញវិញហើយតែខ្ញុំបែរជាឃើញឃុំហ្នឹងក៏ខ្ញុំស៊ូនាំទៅក៏ចូលមកដល់ភូមិហើយយករូបភាពគាត់បង្ហាញគេចល័យដែរដើម្បីស៊ូដល់ហើយមកជិតដល់ផ្ទះបានតែតាក់តងក៏ចូលឥឡូវបានមកដល់ផ្ទះគាត់មកទេបាទអ្វីដែលខ្ញុំបាត់ឃើញហើយខ្ញុំសំណោះគឺបញ្ហាគាត់គ្រោះថ្នាក់ចរាចរណ៍បងណាបងឃើញចឹងបងថាប្រហែលជាអត់អីទេប៉ុន្តែជើងមកគាត់នេះគឺពេលដែលគាត់បញ្ហាភ្លាមគាត់បង្ហាញរូបភាពមិញបងណាបើខែជើងមុនគឺឡើងទឹកនឹងវល់ឡើងខ្ទេចហ្មងជើងគាត់ហ្នឹងឡើងខ្ទេចតែម្ដងឥឡូវនេះគឺមរៀមជើងកាត់ចោលបាត់កាត់ចោលមរៀមជើងមួយកូនជើងហើយគាត់ជាអ្នកដឹកបញ្ជូនមកហូបអាហារនៅខាងពងសោមហើយក៏លក្ខណៈថាពេលដែលគាត់បង់លំតោហ្នឹងបង់លំតោឥឡូវម៉ូតូហ្នឹងគឺយកឲ្យខាងគេវិញធ្វើឲ្យខាងក្រុមហ៊ុនបង់លំវិញហើយអញ្ចឹងពេលដែលគាត់ជាទៅមិនសួរទៅគាត់ថាមិនដឹងទៅធ្វើការណាងារណាទៅទេតែដឹងឲ្យរទៅបាទដើម្បីជួយម្ដាយដោយសារម្ដាយជាស្ត្រីបេម៉ាយបាទប្តីគាត់ស្លាប់បាត់គាត់ស្លាប់កាលពីឆ្នាំ2019ដោយឪពុកខ្ញុំដែរឲ្យខ្ញុំគាត់ស្លាប់2019ដែរអញ្ចឹងសេចក្តីអាណិតមួយមិញឈ្នះ1លានអរគុណបានលុយ1លានណាតែខ្ញុំជូន1លាន50,000ដើម្បីដោះស្រាយជីវភាពឥឡូវនេះខ្ញុំផ្ដល់ឱកាសមួយទៀតគឺជួយគាត់ឲ្យមានការងារធ្វើជាមួយក្រុមហ៊ុនកំណត់សម្រាប់បន្ទាប់ពីគាត់ជាទៅគឺខ្ញុំឲ្យគាត់ចូលរួមមួយក្រុមហ៊ុនកំណត់សម្រាប់បាទនៅខ្ចប់អីវ៉ាន់នៅខាងរាជធានីភ្នំពេញអញ្ចឹងគឺខ្ញុំផ្ដល់ឱកាសការងារគាត់ដើម្បីជួយម្ដាយរបស់គាត់ដោះស្រាយជីវភាពបានបាទបន្ទាប់ពីគាត់ជាជើងតែជើងនេះអាចនឹងអត់យូរទេអាចនឹង2ទៅ3ខែទៀតគាត់អាចនឹងជាបាន 100% ដែលវាមិនអាចដូចដើមបានតែគាត់អាចជាទៅអញ្ចឹងខ្ញុំផ្ដល់ឱកាសការងារជូនគាត់នឹងដោយសារតែបើនិយាយអាចនិស័យក៏ថាបានមកណាបាទឥឡូវណៃមានអីចង់និយាយឈ្មោះសុំឈ្មោះអីគេយេលះមកយីពុតបាទមើលអារម្មណ៍មិនអារម្មណ៍សុបាយបាទការងារមើលមួយថ្ងៃបាទសុបាយបានវាយដល់ឱកាសការងារឲ្យសុបាយបាទគឺគាត់សុបាយរីករាយរំភើបពេលដែលបានការងារជាមួយក្រុមហ៊ុនកំណត់សម្រាប់បាទហើយខ្ញុំក៏មិនមែនជួយយកមុខអីដែរមកណាអត់ទេការជួយនេះគឺឃើញគាត់ពិបាកពិតឲ្យគាត់អាចមានជីវិតមួយដែលដោះស្រាយជួយដល់ឪពុកម្ដាយជួយម្ដាយហើយនឹងបងអូនក៏បងរិនបាទបងអូនគាត់រិនបាទហើយមកដល់ផ្ទះយាយរបស់គាត់ផ្ទះរបស់គាត់នោះបាទនៅជាប់គ្នាទេបាទផ្ទះនិយាយទៅជីវភាពគាត់ពិបាកទាំងផ្ទះអ៊ំគាត់ក៏ពិបាកដែរបាទនៅចិត្តនេះបាទនៅចិត្តនេះអញ្ចឹងគឺជីវភាពរបស់គាត់មើលពិបាកទាំងអស់គ្រាន់តែលក្ខណៈថាយើងបាច់យ៉ាងណាក៏ដោយយើងមិនអាចទៅអូនប្រាប់នរណាឲ្យនរណាមកជួយយើងបានទេគឺមានតែខ្លួនយើងទេបាទអញ្ចឹងណាហើយសម្រាប់ខ្ញុំអ្វីដែលខ្ញុំអាចជួយបានខ្ញុំខិតខំប្រឹងប្រែងជួយដោយបងប្រុសខ្ញុំផ្ដល់ឱកាសការងារជូនហើយសម្រាប់បងប្អូនដទៃទៀតដែលគាត់ចង់រួមការងារជាមួយខ្ញុំប្រាប់ថាដើមឆ្នាំ2026ទើបយើងមានឱកាសចូលរួមការងារមួយគ្នាអញ្ចឹងបងប្អូនជួយគ្រប់គ្រងកំណត់សម្រាប់ដោយបងប្អូនចូលរួមในការបង្កើតការងារបាទទាំងអស់គ្នាទាំងខ្ញុំទាំងបងប្អូនទាំងអស់គ្នាព្រោះអីខ្ញុំបដោតទៅលើការជួយឲ្យបានច្រើនអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងបាទអរគុណបងណាបាទអរគុណបាទ